កាត់អីហ្នឹងក្មួយស្រីនំប៉ាវនេះនរណាជាអ្នកធ្វើគឺខ្ញុំអ្នកធ្វើលោកពូតារសជាតិវាមិនឆ្ងាញ់មែនទេរូបមន្តស្នូលនំនេះក្មួយរៀនពីណាមកនេះជាអាចកំបាំងហាងខ្ញុំពូកុំធ្វើឲ្យក្មេងភ័យអីសុំទោសផងពូគ្មានបំណងអាក្រក់ទេពូក៏រកស៊ីខាងម្ហូបដែរនំប៉ាវនេះក្រៅពីសម្បកក្រូចនិងស្លឹកជីតើក្មួយមានថែមទឹកស៊ុបពិសេសចូលដែរទេមិនក៏លោកពូដឹងច្បាស់ម្ល៉េះព្រោះថាជារូបមន្តសម្ងាត់របស់មិត្តចាស់ពូតាំងពីតូចខ្ញុំចាំរសជាតិនេះក្នុងខួរក្បាលចេះតែសាកល្បងធ្វើខ្លួនឯងទៅបងជាងមើលត្រជាក់នាងទៅនោះគឺជាកុំតន់ឆេវឆាវអ្នកមីងមិនក៏យំអញ្ចឹងគ្មានអីទេគាត់ចុកពោះញ៉ាំលឿនពេកក៏ឆ្លក់នំឆ្ងាញ់ណាស់យើងទៅសិនហើយអូអូនធ្វើអីនោះជាកូនស្រីយើងណាកុំប្រញាប់រសជាតិនេះច្បាស់ជាមិនខុសទេបងដឹងបងចង់ទទួលស្គាល់កូនជាងអូនទៅទៀតតែអូនមើលនាងពេលនេះទៅបើកហាងលក់នំម្នាក់ឯងតាមផ្លូវហេតុអីនាងមកនៅទីនេះឪពុកម្ដាយចិញ្ចឹមធ្វើបាបនាងឬអត់យើងបែកគ្នាជាង10ឆ្នាំហើយបើទៅទទួលនាងភ្លាមខ្លាចនាងភ័យក្រែងមានមនុស្សអាក្រក់នៅក្បែរនាងនាំរឿងដល់នាងចុះពេលនេះយើងគួរសុំធ្វើម៉េចទៅថៅកែលោកហៅខ្ញុំមែនទេទៅស៊ើបពីក្មេងស្រីឈ្មោះចៅសៀវសួយខ្ញុំចង់ដឹងពីប្រវត្តិរបស់នាងទាំងអស់រួមទាំងឪពុកម្ដាយចិញ្ចឹមនិងមនុស្សនៅជុំវិញខ្លួននាងយល់ហើយខ្ញុំទៅចាត់ការភ្លាមបងប៉ាវនំប៉ាវហាងនេះអែមណាស់ឆ្ងាញ់មែនច្បាស់ហើយមិនមើលទេអីថានរណាអ្នកបើកហាងនេះហាងបងស្រីបង្កើតឯងតើថ្ងៃក្រោយយើងមកស៊ីរាល់ថ្ងៃហ្មងតោះយើងចិត្តទូលីណាឈប់សិនទាំងអស់180រៀលឯងលប់លុយមែនយើងជាប្អូនបង្កើតឯងណានាំមួយមកស៊ីប៉ុណ្ណឹងសោះគិតលុយដែរទី1ពួកយើងផ្ដាច់ទំនាក់ទំនងគ្នាហើយទី2រកស៊ីតូចតាចមិនឲ្យជំពាក់ទេបងប៉ាវមុខមាត់បងដូចប្រើមិនកើតទេដឹងឯងចង់បានមុខមាត់មែនទេនេះបើខាងនេះមិនមែនលួចពីផ្ទះយើងទេអីខ្ញុំមិនបានយកលុយអ្នកឯង1សេនទេទាលុយហោះថ្ងៃនេះមិនចង់វាកំតិចហាងកញ្ចាស់នេះចោលទៀតជប់ត្រូវតែគិតលុយជារឿងធម្មតាឯងជាអ្នកណាមកចេះដឹងរឿងគេខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺខ្ញុំបានថតវីដេអូទុកអស់ហើយថតវីដេអូយ៉ាងម៉េចនាងជាបងខ្ញុំបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃស៊ីដាច់មិនព្រមគិតលុយបុកចូលគ្នាត្រូវជាប់គុក5ទៅ10ថ្ងៃចង់ឲ្យខ្ញុំប្តឹងប៉ូលីសពេលនេះទេឲ្យប៉ូលីសមកកាត់ក្តីមើលកុំប្តឹងប៉ូលីស180រៀលសោះសំលេងលោតលុយចូលកាន់នេះទទួលបាន180រៀលឆាប់រមៀលទៅហាហាលោកអាយអរគុណដែលបានជួយជួបមនុស្សធន់នេះទុកភស្តាងល្អជាងប្រើកម្លាំងបាយថៅកែជាខ្ញុំស៊ើបការដល់ណាហើយនាងឈ្មោះចៅស៊ើបតែត្រូវគ្រូសានោះដេញចេញមកបើកហាងម្នាក់ឯងពេលនេះកូនប្រុសគ្រូសានោះថែមទាំងមករករឿងស៊ីដាច់នៅហាងទៀតក្មេងម្នាក់នេះលំបាកហើយថៅកែជាងត្រូវការឲ្យខ្ញុំចេញមុខទេមិនបាច់ទេសៀវសួយរឹងរូសណាស់ឲ្យលុយត្រង់នាងប្រកាសជាមិនយកទេទៅតាក់ទងអ្នកផ្គត់ផ្គង់សាច់ល្អបំផុតប្រចាំក្រុងទៅយកលេខថាជាគម្រោងជួយហាងបញ្ជូនសាច់និងម្សៅល្អបំផុតទៅឲ្យនាងលុយខាតខ្ញុំជាអ្នកចេញយកឲ្យខ្ញុំទៅចាត់ការភ្លាមពូលីសាច់នេះខុសហើយខ្ញុំកំងសាច់ធម្មតាទេនេះហើយជាសាច់ដែលក្មួយកំងនៅមានអង្គនិងម្សៅលេខ1ទៀតសាច់ជ្រូកខ្មៅនិងម្សៅកម្រិតខ្ពស់តែតម្លៃថោកជាងម្សៅមិញពាក់អីវ៉ាន់នេះខ្ញុំមិនយកទេវិញទៅនេះជាសមាគមហូប